នៅពេលចាប់ដើមភាគនេះដោយដែលអ្នកបានដឹងហើយថាតួអង្គឯកឥឡូវបានទទួលមួកការពារពីចិញ្ចៀនហើយមូរ៉ាខាន់និយាយថាដោយដែលខ្ញុំគិតមែនវាគឺជារបស់មីយល់តាស្រូនពេលហ្គីលីសូថាវាជាអ្វីមូរ៉ាកាន់ក៏បញ្យល់ថាវាជាវត្ថុបុរាណដែលត្រូវបានបង្កើតឡើងកាលពី1000ឆ្នាំមុនបិសាចឈ្មោះមីយូលតាបានបង្កើតវាសម្រាប់គូស្នេហ៍របស់គេដែលជាអធិរាជទី1នៃអាណាចក្រវ៉ូមែននេះដោយសារតែកាលនោះមានសង្គ្រាមឥតឈប់ឈរដូច្នេះវាជាស្នាដៃឯកដែលអាចទប់ស្កាត់រាល់ការវាយប្រហារទាំងអស់ដែលមានកម្លាំងក្រោមផ្កាយ7ខ្ញុំមិនដឹងថាវាទៅដល់ដៃរបស់ក្រុមជនពៀទាំងនេះដោយរបៀបណាទេតួអង្គឯកគិតក្នុងចិត្តថាក្នុងរយៈពេលប្រហែល5ទៅ6ឆ្នាំទៀតរបស់នេះនឹងត្រូវបានថ្វាយជាអំណោយដល់អធិរាជនៃវឺម៉ាន់ហើយមានតែពេលនោះទេដែលពិភពលោកនឹងបានដឹងអំពីវាក្នុងជាតិមុនរបស់ខ្ញុំគ្រប់គ្នាបាននិយាយអំពីវានោះហើយជាមូលហេតុដែលខ្ញុំអាចនឹកឃើញទីតាំងរបស់វាយ៉ាងងាយស្រួលបន្ទាប់មកគេក៏សួរអាលូដែលកំពុងជិតស្លាប់ថាអាលូមុនពេលឯងស្លាប់ខ្ញុំមានរឿងមួយចង់សួរតើទំនាក់ទំនងរបស់ឯងជាមួយត្រកូលរ៉ាន់ខាន់ដែលជារឿងពិតមែនទេមូរ៉ាកានរអ៊ូតាមថាហេក្មេងឯងធ្វើខុសលំដាប់លំដាយហើយឯងគួរតែសួររឿងនេះពីមុនមកឥឡូវឯងសួរមនុស្សណាចិត្តស្លាប់ទៅហើយអាលូសយហែនិយាយថាដូច្នេះឯងគឺជាជានរ៉ាន់ខាន់ដែលម៉ាន់ខ្ញុំបានឮថាវាបរាជ័យហាក់ដូចជារឿងនោះជាការពិតមែនប៉ុន្តែឯងគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះឯងនឹងមិនអាចបញ្ឈប់បរៈនោះបានទេហើយជាមួយនឹងការនិយាយនោះគេក៏បានស្លាប់បាត់ទៅមូរ៉ាតេស៊ូថាតើគេកំពុងនិយាយពីអ្វីតួអង្គឯងគិតថា Spider Hand Alu នោះច្បាស់ជាមិនមែនជាឈ្មោះពិតរបស់គេខ្ញុំត្រូវតែស៊ើបអង្កេតគេមិនត្រឹមតែគ្រប់គ្រងក្រុមងងឹតមួយប៉ុណ្ណោះទេថែមទាំងមានទំនាក់ទំនងជាមួយត្រកូលរ៉ាន់ខាន់ដែលទៀតមូរ៉ាកានបន្ថែមថាក្មេងវាមិនមែនជារឿងចម្លែកនោះទេបុព្វបុរសមួយចំនួនរបស់ឯងទោះបីជាអ្នកចម្បាំងផ្កាយ9ក៏ដោយក៏ធ្លាប់បើកបារនឹងអ្វីផ្សេងទៀតដែរតួអង្គឯកគិតថាគេបានលើកឡើងពីបុរសនោះប្រសិនបើខ្ញុំនឹងដឹកនាំត្រកូលនេះនាពេលអនាគតខ្ញុំត្រូវតែដឹងថាបុរសនោះជានរណាពេលគេនិយាយថាខ្ញុំបានឮថាវាបរាជ័យគេប្រកាសជាបានដឹងថាខ្ញុំជានរណាគេប្រកាសជានិយាយអំពីបណ្ដាសា Curse Blade Illusion ដែលធ្លាប់ត្រូវបានដាងមកលើខ្ញុំហើយប្រសិនបើគេនិយាយថាបុរសនោះមិនអាចបញ្ឈប់បានទេនោះគេប្រកាសជាបងប្អូនរបស់ខ្ញុំម្នាក់យូណាបានចាក់ចេញពីគ្រួសារទាំងស្រុងហើយដូច្នេះមិនអាចរាប់បញ្ចូលបានទេវាក៏មិនមែនជាកូនភ្លោះតូណាមីយូឬអេនណាដែរព្រោះពួកគេមិនទាយគ្រប់អាយុដែលមានឥទ្ធិពលខ្លាំងយ៉ាងនេះទេអ្នកផ្សេងទៀតក៏មិនសូវឆ្លាតដែរដូច្នេះមនុស្សដែលចង់ក្លាយជាមេដឹកនាំយ៉ាងខ្លាំងក្លាមនុស្សដែលបានរកឃើញទេពកោសល្យរបស់គីងមុនគេបង្អស់គឺច្បាស់ជាអ្នកដែលបច្ចុប្បន្នកំពុងត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងនាពេលអនាគតគឺយូស៊ូហើយវាត្រូវតែជាគេហើយមិនថាខ្ញុំប្រញាប់សន្និដ្ឋានពេកឬយ៉ាងណាទេអ្វីៗនឹងត្រូវលាតត្រដាងធំពេលឆាប់ៗនេះបន្ទាប់ពីនោះកាសែតបានរាយការណ៍ថាដោយសារតួអង្គឯកបានកំចាត់អេលូអង្គការរបស់គេត្រូវបានបំផ្លាញក្នុងរយៈពេលតែមួយថ្ងៃតួអង្គឯកគិតថាហាក់ដូចជាចេតបានបំពេញការងាររបស់គេបានត្រឹមត្រូវហើយអាណាចក្រវ៉ូមែននិងស៊ីប៉លច្បាស់ជាចាត់ទុកគេថាជាមនុស្សអាក្រក់បន្តិចហើយប៉ុន្តែគេសមនឹងទទួលវាសម្រាប់អ្វីដែលគេបានធ្វើមូរ៉ាខាន់និយាយថាទោះបីជាកិត្តិយសធ្លាក់ទៅលើស៊ីប៉លឬវ៉ូមែនក៏ដោយក៏ឯងជាអ្នកដែលចំណេញពីការនេះដែរមែនទេតួអង្គឯកឆ្លើយថាត្រូវហើយខ្ញុំបានទទួលសៀវភៅហើយខ្ញុំក៏បានឱកាសប្រយុទ្ធជាមួយអ្នកចម្បាំងផ្កាយ7ដែរហ្គីលីនិយាយកាត់ថាលោកគ្រូជីនមិនមែនអ្នកចម្បាំងផ្កាយ7ទាំងអស់សុទ្ធតែដូចគ្នាទេសូមប្រយ័ត្នឲ្យបានច្រើនជាងនេះនៅពេលក្រោយតួអង្គឯកនិយាយថាពិតប្រាកដណាស់អរគុណដល់ចិត្តគ្មាននរណាមកតាមរោគយើងទៀតទេយើងអាចទៅកន្លែងបន្ទាប់ដោយសន្តិភាពទិសដៅបន្ទាប់របស់យើងគឺទីក្រុងសេរីធីខាន់ហ្គីលីស្រែកថាអូហូធីខាន់លោកគ្រូមានន័យថាដោយសារតែ Seven Color Peacock មែនទេតួអង្គឯកបញ្ជាក់ថាបាទពួកគេគឺជាអ្នករកស៊ីព័ត៌មានដ៏ធំមួយបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរបស់ Ren Kendall Zipol និង Verman ពួកគេមានព័ត៌មានច្រើនជាងគេមូរ៉ាកាន់និយាយថា
អូដូច្នេះឯងនឹងទៅយកព័ត៌មានពីពួកគេដើម្បីជ្រើសរើសថាអ្នកណាដែលស័ក្តិសមនឹងស្លាប់ជាគំនិតល្អតួអង្គឯងគិតថាឯងទាយថ្លៃហើយក៏ឡើងជិះសំពៅ គេគិតថាខ្ញុំនឹងផ្ដល់យុត្តិកម្មដោយភូគេថាខ្ញុំគ្រាន់តែកម្ចាត់មនុស្សអាក្រក់តែប៉ុណ្ណោះដោយប្រើការចងចាំពីជាតិមុនរបស់ខ្ញុំមានរឿងជាច្រើនដែលត្រូវស៊ើបអង្កេតតើការតបភ្ជាប់រវាង Transformer និង V-Cell គឺជាអ្វីតើការតបភ្ជាប់រវាង Alu និង Runkendall គឺជាអ្វីខ្ញុំត្រូវតែសុំព័ត៌មានពី Seven Colored Peacock អំពីវេទមន្តហាមឃាត់ទាំងអស់នៅលើសំពៅ Murakhan និយាយថាយ៉ាងណាក៏ដោយខ្ញុំបានយល់ពីវេទមន្តនៅក្នុងសៀវភៅវេទមន្តរបស់ Sensimo ហើយវាគឺជាវេទមន្តពន្លឺទូអង្ហៃភ្ញាក់ផ្អើលថាខ្ញុំបានឮថាវាត្រូវបានបាត់បង់តាំងពីសម័យបុរាណមកម្ល៉េះ Murakhan ពន្យល់ថាវាមិនគួរឲ្យភ្ញាក់ផ្អើលទេត្រកូល Siphols នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលុបបំបាត់សត្រូវរបស់ពួកគេចេញពីប្រវត្តិសាស្ត្រប្រសិនបើឯងមិនឈានដល់កម្រិតកំពូលនៃធម៌ពលខាងវិញ្ញាណទេត្រកូលរបស់ឯងក៏នឹងជួបវាសនាដូចគ្នាដែរមិនអីខ្ញុំនឹងបង្រៀនឯងនៅផ្នែកដែលសំខាន់បំផុតនៃវេទមន្តនេះឥឡូវនេះធ្វើចិត្តឲ្យរំភើបនេះច្បាស់ជាវេទមន្តដែលឯងត្រូវការបំផុតតួអង្គឯងនិយាយថាឯងថាវាជាវេទមន្តពន្លឺប៉ុន្តែវាមើលទៅដូចជាពណ៌ខ្មៅ Murakhan ក៏បញ្ចេញបន្លឺភ្លឺចិញ្ចាងមានបញ្ហាអ្វីភ្នែករបស់ឯងមើលទៅដូចជាត្រូវបានបិទជិតតួអង្គឯងឆ្លើយថាឯងនិយាយត្រូវហើយនេះអាចត្រូវបានប្រើសម្រាប់ការវាយប្រហារនិងការការពារផងដែរ Murakhan និយាយថានេះគឺជាវេទមន្តដែល Sensimo បានកសាសនាខ្លាំងបំផុតប៉ុន្តែចុះសៀវភៅមកខាងទៀតដែលឯងបានយកមកនោះមានអ្វីសូម្បីតែ Murakhan ដ៏អស្ចារ្យក៏មិនអាចដឹងថាមានអ្វីនៅក្នុងនោះដែរខ្ញុំមិនដឹងថាវាមានប្រយោជន៍ឬអត់ទេតួអង្គឯងនិយាយថាទុកវាទៅថ្ងៃណាមួយយើងនឹងយកវាទៅឲ្យអ្នកជំនាញខាង Decode ដែលមានជំនាញហើយពួកគេនឹងប្រាប់យើងថាវាជាអ្វីមួយសប្តាហ៍ក្រោយមកពួកគេក៏មកដល់ទីក្រុង Tikhan គេលីស្រែកថាវាស្អាតណាស់លោកគ្រូវ័យក្មេងវាពិតជាកន្លែងទាក់ទាញភ្ញៀវទេសចរទីក្រុងនេះមានភាពអព្យាក្រឹតហើយមិនមែនជាកម្មសិទ្ធិរបស់ក្រុងណាមួយដូចជា Zipper ឬត្រកូល Runkendall របស់តួអង្គឯងនោះទេតួអង្គឯងនិយាយថាមិនអីទេតោះទៅរកកន្លែងស្នាក់នៅ Murakhan ដអ៊ូតាមថាឯងមិននាំខ្ញុំទៅកន្លែងទ្រុឌទ្រោមមួយទៀតទេឬតួអង្គឯងស្ដីបន្ទោគេថាខ្ញុំបានប្រាប់ឯងប៉ុន្មានដងហើយកុំឲ្យបំផ្លាញខ្លួននៅតាមផ្លូវបែបនេះ Murakhan ឆ្លើយថាមកតើអ្នកណាចាប់អារម្មណ៍លើមនុស្សដូចខ្ញុំទៅភ្លាមនោះក្មេងម្នាក់ក៏ឃើញគេហើយស្រែកថាគេបានបំផ្លាញខ្លួនពីឆ្មាទៅជាមនុស្សខណៈពេលដែលពួកគេដឹងថាគេត្រូវបានចាប់បានក្មេងស្រីនោះក៏សួរថាតើពួកអាចបង្រៀនខ្ញុំពីរបៀបធ្វើបែបនោះដែរទេហើយជាមួយនឹងការសន្ទនានោះភាគនេះក៏បានបញ្ចប់នៅក្នុងភាគបន្ទាប់ពួកគេបានទីនការ៉េមឲ្យក្មេងស្រីនោះហើយព្យាយាមបញ្ចុះបញ្ចោនាងអ្វីដែលក្មួយបានឃើញគឺមិនត្រឹមត្រូវទេតើមនុស្សអាចបំផ្លាញខ្លួនពីឆ្មាទៅជាមនុស្សបានដោយរបៀបណានាងឆ្លើយថាខ្ញុំឈ្មោះ Yuria ហើយខ្ញុំដឹងថាខ្ញុំបានឃើញអ្វីហេតុអ្វីបានជាពូនិយាយកុហកខ្ញុំតួអង្គឯងនិយាយថាខ្ញុំមិនបានកុហកទេហើយខ្ញុំក៏មិនមែនជាពូដែរនាងនៅតែទទូចថាបើមិនដូច្នោះទេហេតុអ្វីបានជាពូប្រាប់ខ្ញុំថាអ្វីដែលខ្ញុំបានឃើញគឺជាការកុហក Gilly បារម្ភថាតើយើងត្រូវធ្វើអ្វីលើនេះបើយើងនាំនាងទៅអ្នកយាមព្រោះនាងវង្វេងនាងនឹងប្រាប់អ្នករាល់គ្នាពេលនោះត្រកូល Zipol នឹងដឹងអំពីយើង Murakhan បដិសេធថាអ្នកណានឹងជឿក្មេងម្នាក់នាងសម្លុកគេហើយនិយាយទៅកាន់តួអង្គឯងថាបើសិនជាលោកបានស្ដាប់លោកគ្រូវ័យក្មេងយើងនឹងមិនមានបញ្ហានេះទេ Murakhan នៅពេលពួកគេនាំនាងទៅអ្នកយាមវាបានបង្ហាញថា Yuria មិនចូលចិត្តអ្នកយាមតទៅសោះ Gilly ឆ្ងល់ថាតើអ្នកយាមកំពុងជិះជាន់ប្រជាជនឬយ៉ាងណាតួអង្គឯងគិតថាប្រហែលជាម្ដាយរបស់ក្មេងស្រីនេះជាឧក្រិដ្ឋជនតោះចូលទៅខាងក្នុងដើម្បីផ្ទៀងផ្ទាត់ភ្លាមនៅពេលដែលអ្នកយាមឃើញក្មេងស្រីនោះពួកគេស្រែកថាអូហូ Yuria ហើយប្រធានឆាប់រាង Yuria មកដល់ហើយតួអង្គឯងសួរថាអ្នកស្គាល់ក្មេងស្រីនេះឬអ្នកយាមម្នាក់ឆ្លើយថានាងគឺជាកូនស្រីរបស់ប្រធានរបស់យើង Yuria ចង្អុលហើយនិយាយថាម៉ាក់នៅទីនោះតួអង្គឯងគិតថាប្រធានឆ្មាមើលទៅដូចជាធ្វើការងារច្រើនជាងការងារផ្លូវការរបស់នាងស្ត្រីនោះនិយាយថា Yuria ម៉ាក់បានប្រាប់ក្មួយមិនអោយទៅឆ្ងាយពេកទេមែនទេ Yuria ទៅអន្តឯងថាប៉ុន្តែម៉ាក់មិនដែលលេងជាមួយក្មួយទេស្ត្រីនោះឆ្លើយថាសំទូកូនសម្លាញ់ម៉ាក់មានការងារច្រើននៅពេលដែលម៉ាក់បញ្ចប់ម៉ាក់នឹងលេងជាមួយក្មួយភាគជាមិនខាន
សំឡេងដកទន់ភ្លួនរបស់នាងហាក់ដូចជាមិនស៊ីគ្នានឹងរូបរាងដ៏តឹងរឹងរបស់នាងទេបន្ទាប់មកនាងក៏មើលទៅតួអង្គឯកហើយនិយាយថាអ្នកគ្រប់គ្នានៅក្នុងទីក្រុងនេះស្គាល់យូរីដូច្នេះខ្ញុំមិនសូវប្រយ័ត្នបន្តិចសូមអភ័យទោសចំពោះការណែនាំខ្លួនយឺតយ៉ាវខ្ញុំឈ្មោះអាលីសាជាប្រធានឆ្មាការពារនៅទីនេះ តួអង្គឯកណែនាំខ្លួនថាខ្ញុំឈ្មោះ Jean Grey យើងមកទីនេះដើម្បីដើរលេងអេលីសានិយាយថាមិនអីទេប្រសិនបានអ្នកត្រូវការជំនួយតួអង្គឯកឆ្លើយថាប្រសិនបានអ្នកអាចណែនាំកន្លែងស្នាក់នៅល្អមួយបន្ទាប់មកជូរីក៏ខ្សឹបអ្វីមួយនៅត្រចៀកម្ដាយរបស់នាងភ្លាមនោះអេលីសាក៏ហៅសុំក្រដាសនឹងប៊ិចចុះហត្ថលេខាហើយប្រគល់វាទៅពួកគេនេះមានហត្ថលេខារបស់ខ្ញុំប្រសិនបើអ្នកបង្ហាញវាគ្រប់ទីកន្លែងអ្នកនឹងត្រូវបានស្វាគមន៍អរគុណច្រើនដែលបានរកឃើញកូនស្រីរបស់ខ្ញុំតួអង្គឯងនិយាយថាយើងគួរតែអរគុណអ្នកទៅវិញទេមិនអីទេយើងនឹងទៅហើយពេលពួកគេចាកចេញហាក់ដូចជាក្មេងស្រីនោះបានប្រាប់ម្ដាយរបស់នាងគ្រប់យ៉ាងហើយអេលីសាគិតថាតើឆ្មាពិតជាបានខ្លាយទៅជាមនុស្សមែនឬយូរីបានប្រាប់នាងថាបាទប៉ុន្តែពួកគេមិនចង់និយាយអំពីវាទេដូច្នេះខ្ញុំក៏មិននិយាយទៀតអេលីសាគិតថាត្រូវហើយមនុស្សគ្រប់គ្នាមានអាចកំបាំងរៀងៗខ្លួនការបំផ្លែងមានតែនាងទេដែលអាចផ្លាក់ប្ដូររូបរាងរបស់ពួកគេបានដូចនោះក្រោយមកនៅឯសន្តាគារជីលីនិយាយថាសេវាកម្មនៅសន្តាគារនេះពិតជាល្អអត់កោះមូរកាន់យល់ស្របថាបាទក្រេនេះពិតជាមានផាសុកភាពណាស់នេះគឺជាកន្លែងស្នាក់នៅគួរតែបែបនេះជីលីនិយាយថាខ្ញុំគិតថាអ្វីនៅថៃកាន់ក៏ល្អម្យ៉ាងវិញការ៉េមដែលយើងបានទិញឲ្យក្មេងនោះល្បីនៅទីនេះខ្ញុំចង់សាកល្បងវាតួអង្គឯងនិយាយថាជីលីញ៉ែមិនចាំបាច់សុំខ្ញុំសម្រាប់រឿងទុយតែបែបនេះទេគ្រាន់តែបញ្ជាទិញវាទៅជីលីឆ្លើយថាមិនអីទេខ្ញុំនឹងត្រឡប់មកវិញភ្លាមនេះពិតជាមានអារម្មណ៍ដូចជាការដើរលេងកម្សាន្តហើយនាងក៏ចាក់ចេញទៅបន្ទាប់មកមូរ៉ាកាន់ក៏សួរថាមិនអីទេឯងបានលើកឡើងពី Seven Colored Peacock តើឯងនឹងជួបពួកគេដោយរបៀបណាតាមអ្វីដែលឯងនិយាយហាក់ដូចជាឯងមិនអាចទៅជួបពួកគេដោយផ្ទាល់នោះទេតួអង្គឯងឆ្លើយថាបាទនោះហើយជាមូលហេតុដែលខ្ញុំត្រូវតែរកនរណាម្នាក់ផ្សេងទៀតជាមុនសិនគេគិតក្នុងចិត្តថានៅក្នុងទីក្រុងទីខាន់ក្រុម Seven Colored Peacock គឺជាឈ្មោះកណ្ដាលព័ត៌មានដ៏អស្ចារ្យបំផុតនៅចំកណ្ដាលនៃកិច្ចការឈ្មោះកណ្ដាលនោះគឺជាបរិមម្នាក់ឈ្មោះ Ghostblade Cashmere គេគឺជាអ្នកដាវដ៏អស្ចារ្យម្នាក់អស្ចារ្យខ្លាំងណាស់ដែលត្រកូលរបស់ខ្ញុំបានផ្ដល់ការងារឲ្យគេជាគ្រូបង្ហាត់សម្រាប់អ្នកចម្បាំងថ្មីថ្មោងនោះគឺជាអ្វីដែលសាធារណជនបានដឹងអំពីគេប៉ុន្តែ10ឆ្នាំទៀតវានឹងត្រូវបានលាតត្រដាងថាគេគឺជាព្រះអង្គម្ចាស់នៃនគរ Vermont ដែលសារតែគេជាសមាជិករបស់ Seven Colored Peacock ហើយត្រូវបានទទួលដឹងដោយអ្នកដទៃគេនឹងក្លាយជាអ្នកគ្រប់គ្រងដំបូងនៃទីក្រុងសេរីទីខាន់គេមានទាំងជំនាញដាវនិងសមត្ថភាពលាក់បាំងនិងត្រៀមលក្ខណៈបានយ៉ាងល្អសម្រាប់អ្វីៗគ្រប់យ៉ាងដូច្នេះគេនឹងក្លាយជាជំនួយដ៏អស្ចារ្យនៅក្នុងក្រុម Seven Colored Peacock ប៉ុន្តែខ្ញុំមិនដឹងថាត្រូវបង្កើតទំនាក់ទំនងជាមួយគេដោយរបៀបណាទេខណៈដែលគេកំពុងគិតរឿងនេះយីលីក៏រត់ចូលមកហើយនិយាយថាលោកគ្រូវ័យក្មេងមានអ្វីមួយខុសហើយគ្មាននរណានៅទីនេះទេមិនត្រឹមតែភៀវទេសូម្បីតែបុគ្គលិកក៏បាត់ដែរមានអ្វីដែលមិនត្រឹមត្រូវហើយនៅពេលនោះបរិបម្នាក់ដែលគេកំពុងគិតដល់គឺ Cashmere ក៏បានបង្ហាញខ្លួនពីក្រោយនាងដាក់ដៃលើស្មារបស់នាងហើយសួរថាតើអ្នកទាំងអស់គ្នាសុខសប្បាយទេខ្ញុំសង្ឃឹមថាខ្ញុំមិនបានរំខានអ្នកទេនៅពេលដែលមូរកាន់ឃើញដៃរបស់គេនៅលើស្មារបស់ Gilly គេក៏ខឹងយ៉ាងខ្លាំងតួអង្គឯកគិតថា Ghostblade Cashmere ហេតុអ្វីបានជាគេនៅទីនេះខណៈដែលមូរកាន់ចូលទៅជិត Cashmere យ៉ាងខ្លាំងតួអង្គឯកក៏ស្រែកថាចាំសិនមូរកាន់កុំសម្លាប់គេមូរកាន់ឥឡូវស្ថិតក្នុងទម្រង់កូនខាត់នាគពាក់កណ្ដាលគេមើលទៅ Cashmere ហើយក្រហមថាឯងសួរថាយើងសុខសប្បាយយ៉ាងណាមែនទេមើលមកខ្ញុំតើខ្ញុំមើលទៅដូចជាសុខសប្បាយទេនៅពេលចាប់ផ្ដើមភាគនេះយើងឃើញ Ghostblade Cashmere តួអង្គឯកគិតហើយអ្វីបានជាគេមកទីនេះគេមិនអាចដឹងរឿងដែលកើតឡើងនៅអាគារបានទេយើងក៏មិនបានធ្វើអ្វីនៅទីនេះដែរមូរខានគិតថាមានមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាក៏បានស្ងប់ចិត្តវិញកន្លែងនេះតូចពេកបើយើងប្រជិតគ្នានៅទីនេះ Gilly អាចនឹងមានបញ្ហាខណៈពេលដែលគេព្យាយាមទប់មូរខានការនេះក៏បានផោមូរខានក៏ត្រឡប់ទៅទម្រង់ដើមវិញហើយសួរថាហេឯងគិតថាឯងកំពុងធ្វើអ្វី
នៅពេលដែលមនុស្សម្នាក់ទៀតមិនយល់គេក៏និយាយម្ដងទៀតថាខ្ញុំបានសួរថាឯងកំពុងធ្វើអ្វីតើនេះជាមូលហេតុដែលឯងមកសួរដោយមិនខ្វល់ខ្វាយថាយើងសុខសប្បាយយ៉ាងណាតើឯងគិតថាឯងអាចធ្វើអ្វីដែលឯងចង់បានដោយគ្រាន់តែមានអ្នកតាមដានមួយចំនួននឹងដាវមួយឬនៅពេលដែលមនុស្សម្នាក់ទៀតបដិសេធគេក៏បន្តថាចុះហេតុអ្វីបានជាឯងចូលមកក្នុងបន្ទប់របស់យើងដោយមិនបានសុំការអនុញ្ញាតហើយហេតុអ្វីបានជាឯងមិនហៅខ្ញុំថាលោកម្ចាស់តួអង្គឯងកាត់សម្ដីថាគ្រប់គ្រាន់ហើយមូរ៉ាខាន់ប្រសិនបើលោកមិនបានមកទីនេះដើម្បីវាឆ្មៅយើងលោកអាចទុកដាវរបស់លោកចុះបានលោកម្ចាស់លោកគឺជា Ghost Blade Kashmir មែនទេខ្ញុំបានឮអំពីលោកច្រើនណាស់នៅពេលដែល Kashmir សួរថាគេស្គាល់ខ្លួនដោយរបៀបណាហើយគេជានរណាតួអង្គឯងឆ្លើយថាខ្ញុំគឺជា Jin Rankondel យ៉ាក់ទាំងពីរមើលទៅគេដោយឆ្ងល់ថាហេតុអ្វីបានជាគេបង្ហាញឈ្មោះពិតរបស់ខ្លួនបន្ទាប់មកតួអង្គឯងនិយាយថាខ្ញុំគិតថាយើងមានរឿងជាច្រើនដែលត្រូវពិភាក្សាតើយើងគួរទៅកន្លែងឯកជនទេខ្ញុំនឹងឆ្លើយសំណួររបស់លោកទាំងអស់នៅទីនោះបន្ទាប់ពីផ្លាស់ប្ដូរទីតាំងតួអង្គឯងនិយាយថាអរគុណលោកខ្លាំងណាស់ដោយសារលោកអនុញ្ញាតឲ្យអ្នករកគ្នាចាក់ចេញលោកបានទទួលការទុកចិត្តពីខ្ញុំខាស្មៀឆ្លើយតបថាខ្ញុំបាននាំទាហានរបស់ខ្ញុំមកទីនេះព្រោះខ្ញុំបានឮថាមាននាគមួយបានមកដល់ខ្ញុំបានធ្វើឲ្យលោកខឹងដោយមិនចាំបាច់ហើយសម្រាប់រឿងនោះខ្ញុំសូមអភ័យទោសវាច្បាស់ជានាគមែនហើយគ្មានមនុស្សណាអាចគ្រប់គ្រងវាបានទេជាសំណាងល្អបើបរិះនេះមិនបានបញ្ចប់វាទេយើងទាំងអស់គ្នានឹងស្លាប់ម្យ៉ាងវិញទៀតក្មេងស្រីនេះ Gilly ប្រកាសជាម៉ាក់គ្រូឡានហើយកាលខ្ញុំនៅជាព្រះអង្គម្ចាស់ Noverman ខ្ញុំនឹងមិនភ្លេចការឃើញក្បាច់គុណរបស់នាងនៅទីលានហ្វឹកហាត់ទេប៉ុន្តែដោយមូលហេតុខ្លះអូរ៉ារបស់នាងត្រូវបានរារាំងបន្ទាប់មកគេគិតក្នុងចិត្តមុននឹងសួរថាបើសិនជាលោកពិតជា Rankondel មែនហេតុអ្វីបានជាលោកធ្វើដំណើរជាមួយនាគមានតែអ្នកដែលមានកិច្ចសន្យាជាមួយព្រះទើបអាចរក្សានាគបានឧទាហរណ៍គ្រូមុនអាគមជាមួយព្រះឬនរណាម្នាក់ដែលមានសមត្ថភាពពិសេសត្រូវតែបង្កើតកិច្ចសន្យា Rankondel មិនធ្វើដូច្នេះទេមនុស្សពីស៊ីភើវិញទេដូច្នេះតើសមាជិកតកូលរបស់លោកដឹងទេថាលោកកំពុងធ្វើដំណើរជាមួយនាគនៅពេលដែលតួអង្គឯកនិយាយថាទេខាស្មៀឆ្លើយតបថាចុះហេតុអ្វីបានជាលោកប្រាប់ខ្ញុំនៅព័ត៌មានដ៏គ្រោះថ្នាក់បែបនេះតួអង្គឯកឆ្លើយថាតើខ្ញុំជា Rankondel ឬអត់មិនមែនជាបញ្ហានោះទេហេតុអ្វីបានជាលោកមកតាមរងនាគរបស់យើងកាស្មៀនិយាយថាដោយសារលោកបានប្រាប់ខ្ញុំនៅអាតកំបាំងមួយខ្ញុំក៏នឹងប្រាប់លោកនៅអាតកំបាំងមួយដែរលោកបានឃើញកូនស្រីរបស់ខ្ញុំយូរីមែនទេនាងនិយាយថាឆ្មាបានคล้ายទៅជាមនុស្សខ្ញុំជឿនាងហើយខ្ញុំមកទីនេះព្រោះកូនរបស់ខ្ញុំមិនមែនជាក្មេងធម្មតាទេនាងមានកិច្ចសន្យាជាមួយព្រះ Asmils ពីជាព្រះនៃការមើលឃើញមានន័យថានាងអាចមើលឃើញអនាគតនិងអ្វីៗដែលអ្នកដទៃមើលមិនឃើញតួអង្គឯកក៏សួរថាតើមានមនុស្សប៉ុន្មានអ្នកដែលចង់មានកិច្ចសន្យាជាមួយ Asmils លោកប្រាប់ភ្លាវនៅរឿងសំខាន់បែបនេះយ៉ាងងាយស្រួលមូរ៉ាខាន់ដឹងថាមានអ្វីមួយមិនត្រឹមត្រូវបើសិនជានាងពិតជាមានកិច្ចសន្យាមែនតើនាគរបស់នាងនៅឯណាគ្មានដានអ្វីសោះនាគនឹងមិនទុកនាងនៅម្នាក់ឯងនោះទេតួអង្គឯកគិតដល់នាគរាជនិយាយថាខ្ញុំមិនដឹងស្ថានភាពទេប៉ុន្តែវាត្រូវតែជាករណីនោះហើយមែនទេកាស្មៀនិយាយថាពិតប្រាកដណាស់នាគបានបាត់ខ្លួនតាំងពី1ឆ្នាំមុនខ្ញុំគិតថាត្រកូល Zilval ឬរាជវង្ស Vermont ជាអ្នកទទួលខុសត្រូវប៉ុន្តែនោះគ្រាន់តែជាការស្មានប៉ុណ្ណោះមូរ៉ាខាន់ឆ្លើយតបថាតើនាគអាចល្ងងដល់ថ្នាក់ត្រូវបានចាប់ចម្រិតដោយរបៀបណាហើយវាទើបតែ1ឆ្នាំប៉ុណ្ណោះកូនរបស់លោកមានអាយុ5ឆ្នាំមែនទេខ្ញុំនឹងប្រាប់លោកនៅរឿងមួយហើយសូមស្ដាប់ដោយប្រុងប្រយ័ត្នបើសិនជាកូនរបស់លោកមានកិច្ចសន្យាជាមួយ Asmils ហើយនាគមិននៅជាមួយនាងទេនាងនឹងបាត់បង់ស្មារតីទៅជាឆ្កួតហើយរូបកាយរបស់នាងនឹងคล้ายទៅជាពិការនេះធ្វើឲ្យកាស្មៀភ្ញាក់ផ្អើលមូរ៉ាកាន់បន្តថានាងអាចមើលឃើញអនាគតដែលមិនមែនជារឿងងាយស្រួលសូម្បីតែសម្រាប់នាងក៏ដោយគំនិតរបស់នាងនឹងតែងតែវិលវល់ជាមួយនឹងរូបភាពនាងនឹងមិនដឹងថាអ្វីជាសុបិននិងអ្វីជាការពិតនោះទេនាងមិនអាចបន្តមើលឃើញអនាគតដោយគ្មានការការពារបានទេម្យ៉ាងវិញទៀតមានច្បាប់មួយនាងត្រូវតែជួយសកម្មភាពទៅតាមអនាគតដែលនាងបានឃើញហើយមិនអាចងាកចេញពីវាបានទេបើសិនជានាងឃើញនរណាម្នាក់ស្លាប់ហើយប្រាប់ពួកគេនឹងផ្លាស់ប្ដូរផ្លូវរបស់ពួកគេហើយកិច្ចសន្យារបស់ព្រះនឹងត្រូវខូចនោះហើយជាមូលហេតុដែលនាងនឹងត្រូវទទួលទោសហើយរាងកាយរបស់នាងនឹងคล้ายជាពិការ
មើលទៅមុខរបស់លោកហាក់ដូចជានាងពិតជាញាក់ចុះកិច្ចសន្យាមែនដោយដែលលោកបាននិយាយលោកត្រូវតែរកនាគនោះឲ្យបានឆាប់ហើយនាំវាមកឲ្យនាងគ្មានដំណោះស្រាយផ្សេងទៀតទេ Casimir ឆ្លើយតបថាប៉ុន្តែខ្ញុំមិនទាន់រកឃើញព័ត៌មានណាមួយទេទោះបីជាខ្ញុំជាប្រធាននៃ Seven Colored Peacock ក៏ដោយមូរ៉ាកាននិយាយថាដូច្នេះនេះមិនមែនជាភាពចៃដន្យទេព្រះច្បាស់ជាបានបញ្ជូនយើងមកទីនេះដើម្បីជួយអ្នកចុះកិច្ចសន្យារបស់ពួកគេប៉ុន្តែបើសិនជាលោកត្រូវការជំនួយលោកមិនគួរសុំខ្ញុំទេលោកគួរតែសុំមេដឹកនាំរបស់យើងតើយើងគួរធ្វើអ្វីក្មេងតួអង្គឯកក៏ក្រោកឈរហើយនិយាយថាលោកម្ចាស់នៅពេលដែលជីវិតរបស់ក្មេងម្នាក់ស្ថិតនឹងគ្រោះថ្នាក់តើយើងអាចមិនជួយដោយរបៀបណាយើងនឹងជួយលោកចាប់ពីថ្ងៃនេះទៅ Casimir និយាយថាខ្ញុំមិនដឹងថាត្រូវអរគុណលោកដោយរបៀបណាទេតួអង្គឯកគិតថានេះជាផែនការដ៏ប្រសើរជាងអ្វីដែលខ្ញុំគិតទៅទៀតប៉ុន្តែបើសូម្បីតែពួកគេក៏មិនដឹងថានាគនៅឯណាដែរខ្ញុំនឹងត្រូវពឹងផ្អែកលើព័ត៌មានរបស់គ្រួសារខ្ញុំឬ Zippo មូរ៉ាកានសួរថាបើសិនជាលោកប្រមូលព័ត៌មានបានយ៉ាងមានប្រសិទ្ធភាពលោកក៏ត្រូវតែដឹងថានាគផ្សេងទៀតនៅឯណាដែរមែនទេ Casimir ឆ្លើយតបថាបាទខ្ញុំដឹងថានាគណានៅលើទ្វីបណាមូរ៉ាកាននិយាយថាល្អចឹងសូមឲ្យខ្ញុំនៅព័ត៌មានអំពីនាគនៅគ្រឿងអាណាចក្រ Vermin តួអង្គឯកសួរថាមូរ៉ាកានតើឯងនឹងធ្វើអ្វីមូរ៉ាកានឆ្លើយថានេះជាឱកាសចុងក្រោយលើកនេះខ្ញុំនឹងធ្វើឲ្យឯងយល់ថាគ្មានអ្វីដែលនាគមិនដឹងនោះទេបន្ទាប់មកនាគមួយឈ្មោះ Qui Cantel ត្រូវបានបង្ហាញក្មេងស្រីម្នាក់បានលេចឡើងហើយនិយាយថាមើលលោកជីនបានធ្វើអ្វីដ៏អស្ចារ្យម្ដងទៀតទោះបីជាយើងមានអាយុដូចគ្នាក៏ដោយគេបានឈានដល់ផ្កាយ5ហើយក្មេងស្រីនេះក៏បានធ្វើកិច្ចសន្យាជាមួយព្រះផងដែរនាងនិយាយថាក្មួយក៏បានធ្វើកិច្ចសន្យាជាមួយអោដាដែលជាព្រះនៃពេលវេលាដូច្នេះក្មួយក៏អាចធ្វើបានដែរបន្ទាប់មកនាងមានអារម្មណ៍អ្វីមួយ Qui Cantel និយាយថាហេតែផ្ចាក់ឲ្យលឿនហើយកុំចិនមកក្រៅរហូតដល់គ្នឹងប្រាប់ស្រមោលមួយបានចប់មកលើកម្លាយនេះភាគនេះក៏បានបញ្ចប់នៅទីនោះនៅក្នុងភាគបន្ទាប់វាត្រូវបានលាតត្រដាងថាមូរ៉ាកានបានបញ្ចេញធម្មពលរបស់ខ្លួនដើម្បីឲ្យអ្នកផ្សេងទៀតដឹងពីវត្តមានរបស់គេប្រាប់តួអង្គឯកកុំឲ្យជាប់ក្នុងការប្រយុទ្ធមិនអីទេតោះចាប់ផ្ដើមឥឡូវនេះគេនឹងឲ្យបញ្ចេញធម្មពលរបស់គេមុននេះ Casimir បានផ្ដល់បញ្ជីនាគទាំងអស់នៅក្នុងអាណាចក្រ Vermin ឲ្យគេពេលមើលបញ្ជីនោះមូរ៉ាកាននិយាយថាអូហូដូច្នេះនេះហើយជាកន្លែងដែលពួកវាលះខ្លួនទាំងអស់មែនទេនេះមានចំនួនច្រើនប៉ុន្តែយើងអាចគ្រប់គ្រងបានតួអង្គឯកសួរថាមានបញ្ហាទេមូរ៉ាកានឆ្លើយថាគ្មានអ្វីទេនេះជារឿងធម្មតាក្នុងចំណោមនាគមិនអីទេយើងមានដំណើរដ៏វែងឆ្ងាយនៅខាងមុខសុំទោសលោក Dragon Lord នរណាម្នាក់និយាយមូរ៉ាខានឆ្លើយថាហេគ្រាន់តែហៅខ្ញុំតាមឈ្មោះរបស់ខ្ញុំទៅតើខ្ញុំជាមេដឹកនាំសាសនាអីបុគ្គលនោះនិយាយថាមិនអីទេលោកមូរ៉ាខានអរគុណខ្លាំងណាស់សូមជួយសង្គ្រោះកូនស្រីរបស់ខ្ញុំផងមូរ៉ាខាននិយាយថាខ្ញុំនឹងប្រាប់លោកនៅរឿងពីរទី1ធ្វើឲ្យក្មេងស្រីនោះនឿយហត់រហូតដល់នាងត្រឡប់មកវិញខ្ញុំមិនខ្វល់ថាលោកលេងជាមួយនាងឬយ៉ាងណាទេប៉ុន្តែនាងត្រូវតែនឿយហត់មានតែពេលនោះទេដែលធម្មពលរបស់ពស់នឹងចុកខ្សោយយល់ព្រមតើរឿងទី2អ្វីទៅលោកម្ចាស់បុគ្គលនោះសួរទី2សមាជិកម្នាក់ក្នុងក្រុមរបស់ខ្ញុំចង់ញ៉ាំការ៉េមប៉ុន្តែមិនអាចដោយសារតែលោក Jilin និយាយថាលោកមូរ៉ាខានលើកពិតជាចិត្តល្អណាស់មូរ៉ាខានឆ្លើយថាខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់អ្នកមិនត្រឹមតែប៉ុណ្ណោះនាងបន្ថែមថាលើកបាននិយាយពាក្យល្អៗដើម្បីលួងលោមកាឈ្មៀមូរ៉ាខានបង្វាយការចាប់អារម្មណ៍ខ្ញុំមិនបាននិយាយអ្វីដូចនោះទេតួអង្គឯកគិតថាមូរ៉ាខានធ្វើដូចជាគេមិនចាប់អារម្មណ៍នឹងអ្នកដទៃប៉ុន្តែគេពិតជាគិតគូរពីអារម្មណ៍របស់ពួកគេមូរ៉ាខាននិយាយថាក្មេងពួកគេនៅទីនោះហើយនាគផានដូចពីបានមកដល់មូរ៉ាខាននិយាយថាផ្អែកលើការហៅរបស់ខ្ញុំពួកគេគួរจะជានាគមកដល់មុនគេតួអង្គឯងសួរថាឯងបញ្ចេញធម្មពលហើយពួកគេក៏មកតាមរកឯងភ្លាមមែនទេតើឯងធ្លាប់វាពួកគេខ្លាំងដល់ថ្នាក់ណាមូរ៉ាកានឆ្លើយថាបាទកាលពីមុនបើនរណាម្នាក់ចូលមកក្នុងទឹកដីរបស់ខ្ញុំគឺត្រូវតែត្រូវវាយគ្មានករណីលើកលែងទេនាគផែនដីម្នាក់សួរថាមូរ៉ាកានហេតុអ្វីបានជាឯងមកទីនេះមូរ៉ាកាននិយាយថានាគផែនដី Lapus និង Handil បន្ទាប់ពីដេកលក់ជាយូរខ្ញុំបានភ្ញាក់ឡើងដើម្បីគោលបំណងមួយជួយខ្ញុំផងនាគទាំងពីរសង្ស័យដោយគិតថាគេហាក់ដូចជាមិនដឹងទេឯងមកទីនេះខុសពេលហើយទៅលាក់ខ្លួននៅកន្លែងណាមួយទៅអ្វីដែលសំខាន់ជាងនេះទុកក្មេងតូចនោះចោលទៅហើយទៅឆ្ងាយយើងមិនចង់ឲ្យឯងប្រយុទ្ធគ្នានៅទីនេះទេមូរ៉ាកានខឹង
តើឯងកំពុងបញ្ជាខ្ញុំឬគ្មានកន្លែងណានៅក្នុងលោកនេះដែលមូរកាន់ដ៏អស្ចារ្យត្រូវលាក់ខ្លួននោះទេនាងផែនដីនិយាយថាឯងកំពុងធ្វើឲ្យខ្ញុំខឹងសូមទួយឆ្ងាយបញ្ហាដ៏ធំមួយហៀបនឹងកើតឡើងដោយសារតែធម្មពលដែលឯងបានបញ្ចេញ Quick and Tell កំពុងតែមកសម្រាប់ឯងឥឡូវនេះហើយតួអង្គឯងសួរថា Quick and Tell នោះមិនមែនជានាគប្រាស់ដែលជានាគរបស់ Olda ព្រះនៃពេលវេលាមែនទេតើទំនាក់ទំនងរវាងឯងទាំងពីរគឺជាអ្វីមូរកានិយាយថាគ្មានអ្វីទេនាងគឺជាសង្សារចាស់របស់ខ្ញុំអ្នកទាំងពីរសូមអង្វរថាសូមទៅឆ្ងាយក្មេងនោះនឹងត្រូវជាប់ក្នុងការប្រយុទ្ធរបស់ឯងហើយបើឯងមិនទៅទេយើងនឹងប្រាប់អ្នករាល់គ្នាថាឯងនៅមានជីវិតនៅឡើយដោយមានអារម្មណ៍ថាមានអ្វីមួយកំពុងខិតជិតមូរកាន់ប្រាប់តួអង្គឯងថាក្មេងតង់ឲ្យជាប់ការវាប្រហារមួយបាំងវាប្រហារប៉ុន្តែមូរកាន់បានគេចផុតពីវាអ្នកដែលវាប្រហារស្រែកថាខ្ញុំមិនអនុញ្ញាតឲ្យឯងរស់នៅទេមូរកាន់និយាយថាផ្ដោតអារម្មណ៍ក្មេងការវាប្រហារជាច្រើនទៀតកំពុងមកដោយដែលគេនិយាយការវាប្រហារជាបន្តបន្ទាប់ក៏កើតឡើងហើយមូរកាន់បានគេចពីពួកគេទាំងអស់តួអង្គឯកគេថាការវាប្រហារទាំងអស់នេះគឺយ៉ាងហោចណាស់ក៏ជាការវាប្រហារផ្កាយ8ដែរប្រហែលជាមានអំណាចខ្លាំងជាងនេះទៀតដោយជាជំនាញចុងក្រោយតើនាងអាចបញ្ជូនការវាប្រហារជាច្រើនមកលើយើងក្នុងពេលតែមួយបានដោយរបៀបណាបន្ទាប់មក Quick and Tell ដែលជានាគប្រាស់ក៏លេចឡើងហើយនិយាយថាមូរឋានឯងមិនគួរស្លាប់ដោយសារការវាប្រហារបែបនេះទេឯងជាមនុស្សគួរឲ្យស្អប់ខ្ពើមហ៊ានបង្ហាញមុខមកខ្ញុំឬតួអង្គឯងសួរថាខ្ញុំត្រូវតែប្រយុទ្ធជាមួយបិសាចនេះមែនទេតើឯងទាំងពីរធ្លាប់ណាត់គ្នាបានយូរប៉ុណ្ណាមូរខានឆ្លើយថាប្រហែល500ឆ្នាំយ៉ាងណាមិញបើស្ថានភាពមិនល្អចូលចាក់នាងដោយដាវរបស់ Bradamante តួអង្គឯងសួរថាឯងនិយាយថានាងជាសង្សារចាររបស់ឯងតើនាងពិតជាព្យាយាមសម្លាប់យើងមែនទេមូរខាននិយាយថាខ្ញុំគិតថាឯងយន់ច្រឡំហើយខ្ញុំមិនដែលណាត់ជួបនរណាម្នាក់ដែលខ្សោយជាងខ្ញុំនោះទេតើឯងឃើញស្ថានភាពទេឯងទៅតែប្រែថាមពលពិនលេញរបស់ឯងដើម្បីវាយប្រហារនាងឲ្យបានត្រឹមត្រូវនាគប្រាក់បានបំផ្លែងខ្លួនទាំងស្រុងហើយនិយាយថាបើឯងចង់រត់វាយឺតពេលហើយមូរខានខ្ញុំនឹងកប់ឯងនៅបាតសមុទ្រនេះនៅពេលចាប់ផ្ដើមភាគនេះ Quick and Tell ដែលជាសង្សារចាស់របស់មូរខាននៅតែខឹងខ្លាំងណាស់មូរខាននិយាយថា Quick and Tell ស្ងប់ស្ងាត់បន្តិចសិនទៅគ្រឿងដឹងថានាងមិនចូលចិត្តគ្រឿងទេប៉ុន្តែនោះមិនមែនជារឿងសំខាន់នៅពេលនេះទេយើងមានរឿងសំខាន់ដែលត្រូវធ្វើប៉ុន្តែនាងមិនអើពើនឹងការសន្ទនានឹងវាយប្រហារវិញភ្លាមតែមូរខានបានកិច្ចនាងបន្តវាយប្រហារយ៉ាងលឿននិងឥតឈប់ឈរហើយមុនពេលមូរខានអាចប្រតិកម្មនាងក៏បានបុកនាងយ៉ាងខ្លាំងតួអង្គអាចបានចាប់មូរខានហើយទប់លំនឹងរបស់គេបន្ទាប់មកនាងព្យាយាមកម្មកញ្ចឹងករបស់មូរខានតែគេបានទាញខ្លួនចេញមូរខានមើលតែ Quick and Tell និយាយថាឲ្យងាប់ហេតុអ្វីបានជានាងស្អប់ក្លឹមខ្លាំងយ៉ាងនេះនៅពេលនេះបន្ទាប់មក Quick and Tell បានបកកន្ទុយវាចំមុខមូរខានដោយមិនទុកចន្លោះណាមួយនាងហៀបនឹងបាញ់ការវាប្រហារចិនពីមាត់របស់នាងមូរខានគិតនាងឈួតហើយហេតុអ្វីបានជានាងវាប្រហារក្នុងចម្ងាយចិត្តយ៉ាងនេះនាងវាប្រហារមូរខានប៉ុន្តែគេបញ្ចេញអ្វីដែលខ្ញុំជឿថាជាថាមពលវិញ្ញាណស្រមោលគេប្រមូលថាមពលទាំងអស់នោះនឹងបានបង្កើតជារបាំងជុំវិញខ្លួនគេកថាខ្ញុំគិតថានេះគួរទិញពេលវេលាឲ្យយើងខ្លះហើយតួអង្គឯងនិយាយថាជាការល្អដែលខ្ញុំបានមកជួយឯងបើមិនដោះឆ្នោតតែខ្ញុំក៏មិនដឹងថាឯងត្រូវគេសម្លាប់ដែរឬអត់មូរខានឆ្លើយថាខ្ញុំមិនស្លាប់ទេទោះជានាងខ្លាំងយ៉ាងណាក៏នាងក៏មិនអាចទម្លក់នេះបានងាយៗដែរបញ្ហាគឺយើងគ្មានចន្លោះដើម្បីវាយប្រហារនាងបើនិយាយគ្នាមិនប្រើផលទេខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីឲ្យនាងស្ងប់ចិត្តទេពេលដែលពួកគេកំពុងនិយាយគ្នានាងបានហែករបាំងនោះដោយងាយឯងហៅរបស់ខ្សោយនេះថាជាការបញ្ចេញថាមពលវិញ្ញាណឬខ្ញុំអាណិតឯណាមូរខានតើនាងទម្លុះវាយ៉ាងដូចម្ដេចមូរកាន់សួរខ្ញុំមិនគិតថាឯងដឹងថាឯងបានខ្លាយជាមនុស្សខ្សោយប៉ុណ្ណាទេបើឯងគិតថាឯងនៅតែខ្លាំងដូចមុនឯងកំពុងធ្វើខុសធំហើយ Quick and Tell និយាយមូរកាន់អង្វរថា Quick and Tell ឈប់ទៅមើលពីសេចក្តីស្នេហាចាស់របស់យើងផងខ្ញុំមកទីនេះដើម្បីសុំអ្វីមួយពីនាងឆ្លើយថា
ការគិតដល់សេចក្តីស្នេហាចាស់របស់យើងធ្វើឲ្យខ្ញុំចង់កាត់ឯងទីលែនកំណាត់រួចនាងក៏វេពួកមូរកាន់ម្ដងទៀតទោះជាយ៉ាងណាមូរកាន់បានខំដៃខ្វីកាន់តែលស្ងប់ស្ងាត់ទៅខ្វីកាន់តែលតើនាងធ្វើបែបនេះគ្រាន់តែដោយសារតែយើងបែកគ្នាឬគេសួរគ្រាន់តែបែកគ្នានោះហើយជាមូលហេតុដែលក្នុងវ័យអញបែបនេះនាងនិយាយហើយវេចំមុខគេម្ដងទៀតភ្លាមៗនោះមូរកាន់ស្រែកថាក្មេងឥឡូវនេះហើយតួអង្គឯកលោតពីកន្លែងរបស់គេហើយទៅវេប្រហារនាងឃើញគេហើយគិតនេះជាអ្វីគ្រាន់តែជាមនុស្សតួអង្គឯកគិតថាស្រការបស់នាងខ្លាំងណាស់សូម្បីតែថ្មិញរបស់មូរកាន់ក៏មិនអាចទម្លុះបានដែរដូច្នេះខ្ញុំក៏មិនអាចធ្វើឲ្យមានស្នាមឆ្កួតដែរប៉ុន្តែឥឡូវនេះមានចន្លោះហើយដោយសារតែមូរកាន់បានខំនាងធម្មពលវិញ្ញាណរបស់មូរកាន់ក៏កំពុងវិលវល់នៅទីនេះដែរគេបញ្ចូលធម្មពលវិញ្ញាណរបស់គេជាមួយមូរកាន់រួចស្រែកថាការបញ្ចេញធម្មពលវិញ្ញាណ spiritual energy release ហើយវេចំរបួសនោះ ខ្វីខាន់ថាវស្រែកដែលការឈូសចាប់តួអង្គឯកវាយប្រហារខ្វីខាន់ថាវបានសម្រេចតាមរយៈការវាយប្រហារនោះដៃរបស់នាងក៏ត្រូវបានរហែកហើយធ្លាក់ទៅពេលដែលតួអង្គឯកកំពុងដួលមូរខាន់ក៏ទៅចាប់គេយ៉ាងលឿនក្មេងឯងអស់ធម្មពលហើយប៉ុន្តែឯងបានធ្វើបានល្អហើយយើងគ្រាន់តែសង្ឃឹមថាការវាយប្រហារនេះបានធ្វើឲ្យនាងស្ងប់ចិត្តបន្តិចហើយគេនិយាយតួអង្គឯកគិតតើខ្ញុំស្រាប់តែខ្លាចជាអ្នកសម្លាប់នាងមែនទេតើការប្រយុទ្ធបានចប់ហើយឬនៅមូរខាន់ពន្យល់ថានាងធម្មតានឹងស្លាប់ដោយសារការវាយប្រហារនោះប៉ុន្តែខ្វីខាន់ថែលខុសពីគេនាងគឺជានាងដែលគ្រប់គ្រងពេលវេលាដូច្នេះដោយដែលតួអង្គឯករបស់យើងមានអំណាចស្រមោលដោយសារគេមានកិច្ចសន្យាជាមួយ Shadow God ធ្វើឲ្យអ្នកអាណាព្យាបាលរបស់គេមានអំណាចស្រមោលនោះដែរអ្នកចោះកិច្ចសន្យារបស់នាងក៏មានកិច្ចសន្យាជាមួយព្រះនៃពេលវេលាដូច្នេះនាងមានអំណាចក្នុងការគ្រប់គ្រងពេលវេលាតួអង្គឯកនិយាយថាយើងហាក់ដូចជានឹងបាត់ខ្លួនមុនពេលដែលយើងរកឃើញអ្នកដែលបាត់ខ្លួននោះហើយភាគនេះក៏បានបញ្ចប់នៅទីនោះនៅក្នុងភាគបន្ទាប់ខ្វីខាន់ថាគ្រប់គ្រងពេលវេលាហើយធ្វើឲ្យដៃរបស់នាងដោះមកវិញតួអង្គឯកឧទានថានាងកំពុងបញ្ច្រាស់ពេលវេលាមូរខាន់ពន្យល់ថានេះគឺជាភាពខុសគ្នារវាងវេទមន្តនិងអំណាចពីកំណើតដែលនរណាម្នាក់មានប៉ុន្តែកុំបារម្ភអំណាចដូចជាការបន្លំរបស់នាងនេះត្រូវចំណាយធំហើយសម្រាប់ពេលនេះធ្វើដូចជាឯងមិនអីទៅបន្ទាប់មកនាងក៏បំផ្លែងខ្លួនទៅជាទម្រង់មនុស្សមូរកាន់សួរថាតើនាងស្ងប់បន្តិចហើយឬនៅនាងឡើងស្អប់គ្រាមទៀតហើយមែនទេយើងបានបញ្ចប់រឿងដោយសន្តិភាពនាងសើចចំអកថាដោយសន្តិភាពឯងបានក្បត់ឃ្មុំហើយចាក់ចេញតែឯងមិនបានផ្ដល់ឱកាសឲ្យខ្ញុំនិយាយទេតើឯងអាចហៅថាជាសន្តិភាពដោយរបៀបណាមូរកាន់និយាយថាខ្ញុំដឹងថានាងនឹងខឹងបើសិនជាខ្ញុំនិយាយវាខ្ញុំមិនបានក្បត់ទេចរិតរបស់យើងគ្រាន់តែមិនស៊ីគ្នានោះហើយតួអង្គឯកគិតថាអានេះពិតជាការសន្ទនារបស់នាគដែលបានរស់នៅអស់រយៈពេល1000ឆ្នាំមែនទេខ្វីខាន់តេលកាត់សម្ដីថាចាំបន្តិចតើមនុស្សនោះជាអ្នកចុះកិច្ចសន្យារបស់ព្រះសូដារ៉េតមែនទេមូរកាន់និយាយថានោះមិនមែនជារឿងសំខាន់នៅពេលនេះទេពូជសាសន៍ទាំងមូលរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្វីខាន់តេលឆ្លើយថាពូជសាសន៍របស់យើងមូរកាន់បន្ទាប់ពីនាគទាំងហោះដែលឯងបានសម្លាប់ឥឡូវឯងនិយាយដូចជាឯងខ្វល់ពីពូជសាសន៍របស់យើងឬមូរកាន់តបវិញថាបាទហើយបងប្រុសរបស់នាងក៏ម្នាក់ក្នុងចំណោមប្រុសគេដែរគេបានប្រាប់ឲ្យខ្ញុំសម្លាប់គេដើម្បីសងសឹកហើយខ្ញុំក៏បានធ្វើវាដោយមិនដឹងមូលហេតុអ្វីសោះវាជាកំហុសរបស់ខ្ញុំដែលមកសុំជំនួយពីនាងខ្ញុំនឹងទៅសុំនាគឈៀងទៀតនៅពេលដែលគេងាកចេញទៅខ្វីខាន់តេលក៏បានខាត់គេចាំបន្តិចខ្ញុំមានអារម្មណ៍ខ្លាំងពេកពេលឃើញឯងសូមអភ័យទោសចំពោះអ្វីដែលខ្ញុំបានធ្វើប្រាប់ខ្ញុំថាតើឯងត្រូវការអ្វីមូរខាន់និយាយថានាគអាណាភិបាលរបស់ព្រះអាស្មៀសបានបាត់ខ្លួនខ្វីខាន់ថែលឆ្លើយថានោះជាការចម្លែកនាគខ្យល់វីរ៉ូតាបានយកនាគនោះទៅកាលពីប៉ុន្មានថ្ងៃមុនតួអង្គឯកគិតថាវីរ៉ូតាគឺជានាគខ្យល់អ្វីដែលសំខាន់ជាងនេះគេគឺជានាគអាណាភិបាលរបស់អាន់ដ្រេស៊ីផុលដែលជាអនុប្រធាននៃត្រកូលស៊ីផុលខ្វីខាន់ថែលបន្តថានាគខ្យល់នោះបានយកគេទៅដោយនិយាយថាគេនឹងបង្រៀនគេអំពីវេទមន្តនាគថោះយើងទៅនិយាយគ្នានៅកន្លែងផ្សេងទៀតយើងអាចចេញពីរបាំងនេះបានបើយើងចាក់ចេញ
ខ្ញុំនឹងនាំឯងទៅផ្ទះរបស់ខ្ញុំពេលដែលពួកគេទៅ Hero និយាយថាខ្ញុំមិនបានណែនាំខ្លួនឯងឲ្យបានត្រឹមត្រូវពីមុនទេខ្ញុំគឺប៉ុន្តែនាងកាត់សម្ដីខ្ញុំដឹងហើយលោកគឺជាកូនចៅរបស់ថេម៉ាមែនទេកូនប្រុសពៅជានរ៉ាន់ខេនឌើមូរ៉ាខាន់ស៊ូថាតើនាងដឹងដោយរបៀបណា Quick Cantel ឆ្លើយថាការមើលគេមានអារម្មណ៍ថាដូចជាថេម៉ាអញ្ចឹងកាលពី 1000 ឆ្នាំមុនឯងខ្ញុំនិងថេម៉ាបានចំណាយពេលច្រើនជួបគ្នាខ្ញុំទៅតែទាយថាគេជាគុំប្រពៅមុខរបស់ឯងបានលាតត្រដាងយ៉ាងណាមិញដើម្បីចោទដល់ចំណុចសំខាន់វីរ៉ូតាដែលជាអ្នកខ្យល់បានយកនាគ Lethri ទៅកាលពី1ឆ្នាំមុន មូរ៉ាកាន់និយាយថាគេច្បាស់ជាកុហកអំពីការបង្រៀនវេទមន្តនេះដើម្បីយកគេទៅហើយអ្នកចុះកិច្ចសន្យារបស់ឡាស្រីគឺជាក្មេងស្រីតូចម្នាក់ដែលមិនទាន់ចេះគ្រប់គ្រងអំណាចរបស់នាងផងខ្វីកុនទេលបន្ថែមថានោះជារឿងគ្រោះថ្នាក់ណាស់ដែលនាងអាណាព្យាបាលរបស់នាងនៅឆ្ងាយពីនាងប៉ុន្តែខ្ញុំគិតថាពួកគេមានគោលបំណងផ្សេងទៀតពេលដែលខ្ញុំហៀបនឹងជួបអ្នកឡាស្រីទោះបីជាអ្នកខ្យល់បាននិយាយថាគេបានណែនាំខ្ញុំទៅឡាស្រីក៏ដោយក៏គេចាប់អារម្មណ៍ខ្លាំងណាស់ចំពោះអ្នកចុះកិច្ចសន្យារបស់ខ្ញុំគេនៅតែនិយាយថាគេត្រូវជួបអ្នកចុះកិច្ចសន្យារបស់ខ្ញុំប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានទេអត្តសញ្ញាណរបស់អេនយ៉ាដែលជាអ្នកចុះកិច្ចសន្យារបស់ខ្ញុំត្រូវបានមនុស្សគ្រប់គ្នាស្គាល់បើខ្ញុំបានធ្វើតាមអារម្មណ៍របស់ខ្ញុំនៅថ្ងៃនោះនាងនឹងមានបញ្ហាធំហើយទូអាងឆ្ងល់ថាមិនអីទេមនុស្សគ្រប់គ្នាដឹងអំពីអ្នកចុះកិច្ចសន្យារបស់នាងប៉ុន្តែអ្នកចុះកិច្ចសន្យារបស់អាស្មីលគឺជាក្មេងស្រីតូចម្នាក់ដែលគ្មាននរណាម្នាក់ដឹងអំពីនាងតើពួកគេរកនាងឃើញដោយរបៀបណាមូរ៉ាកាន់សួរថាពេលដែលខ្ញុំកំពុងដេកលក់អស់រយៈពេល1000ឆ្នាំតើពួកគេបានបង្កើតវេទមន្តខ្លះដើម្បីស្វែងរកអ្នកចុះកិច្ចសន្យាឬ Quick Cantel និយាយថាមិនអាចទេរហូតដល់តែពួកគេប្រើអំណាចរបស់ពួកគេគ្មាននរណាម្នាក់ដឹងថានរណាជាអ្នកចុះកិច្ចសន្យានោះទោះបីជាពួកគេបានបង្កើតវេទមន្តបែបនេះក៏ដោយតើពួកគេនឹងទទួលបានអ្វីពីវាតួអង្គអាចស្នើថាពីរយ៉ាងទី1ពួកគេអាចសម្លាប់ពួកគេនៅពេលដែលពួកគេងាយរងគ្រោះហើយលុបបំបាត់ការគំរាមកំហែងដ៏ធំមួយទី2បើសិនជាអ្នកចុះកិច្ចសន្យាមានកិច្ចសន្យាជាមួយព្រះពួកគេអាចសម្លាប់ពួកគេហើយនរណាម្នាក់មកពីត្រកូលស៊ីផែលអាចព្យាយាមក្លាយទៅជាអ្នកចុះកិច្ចសន្យាសម្រាប់ព្រះនោះទាំងពីរអាចធ្វើទៅបានតួអង្គឯងគិតក្នុងចិត្តថាតាមពិតរឿងនេះនឹងកើតឡើងមិនខានដោយសារតែនៅក្នុងជីវិតមុនរបស់ខ្ញុំព្រះនៅពេលវេលាមិនបានធ្វើកិច្ចសន្យាជាមួយមនុស្សដែលនាគនេះកំពុងការពារនៅពេលនេះទេបន្ទាប់ពី10ឆ្នាំព្រះនៅពេលវេលាបានធ្វើកិច្ចសន្យាជាមួយនរណាម្នាក់មកពីត្រកូលស៊ីផែលម្យ៉ាងវិញទៀតខ្ញុំក៏មិនបានឮច្រើនអំពីក្មេងស្រីតូចនោះនៅក្នុងជីវិតមុនរបស់ខ្ញុំដែរ Quick Cantel និយាយថាមានអ្នកចុះកិច្ចសន្យាជាច្រើនហេតុអ្វីបានជាពួកគេធ្វើដូច្នេះឯងនិយាយបែបនេះព្រោះសត្រូវរបស់ឯងគឺជាត្រកូល Run Kandel តួអង្គឯងឆ្លើយថាអ្នកនាង Quick Cantel ហេតុអ្វីបានជានាងបោកបញ្ឆោតខ្លួនឯងដោយមិនជឿនៅអ្វីដែលខាងកំពុងនិយាយបំណងប្រាថ្នារបស់មនុស្សគ្មានដែនកំណត់ទេទោះបីជាពួកគេស្ថិតនៅកំពូលក៏ដោយពួកគេនៅតែចង់ឡើងខ្ពស់ជាងនេះទៀតដូច្នេះដោយសារត្រកូលស៊ីផែលមានអាយុកាលរាប់ពាន់ឆ្នាំពួកគេពិតជាកំពុងរៀបចំផែនការអ្វីមួយហើយខ្ញុំមិនដឹងថាហេតុអ្វីបានជានាងធ្វើដូចជានាងមិនដឹងទេប្រហែលជានាងខ្លាចត្រកូលស៊ីផែលមុនពេលដែលនាងអាចខឹងមូរ៉ាខាន់បានជួលមកជ្រៀតជ្រែងស្ដាប់ Quick Cantel យើងដឹងថាត្រកូល Zipel មានមហិច្ឆតាខ្លាំងប៉ុណ្ណាហើយក្រៅពីនេះពួកគេមានអំណាចខ្លាំងជាងយើងនៅពេលនេះទោះបីជាយើងមិនទទួលស្គាល់វាក៏ដោយដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នបន្តិចនាងមិនចាំបាច់ជួយទេយ៉ាងហោចក៏ទៅកន្លែងដែលមានសុវត្ថិភាពពីទីនេះទៅនាងសើចខ្លាំងៗហើយនិយាយថាមិនអីទេវាជារឿងល្អដែលបានដឹងអ្វីដែលកំពុងកើតឡើងខ្ញុំនឹងព្យាយាមស្ងប់ស្ងាត់ខ្ញុំនឹងនាំអ្នកចុះកិច្ចសន្យារបស់ខ្ញុំទៅកន្លែងផ្សេងទៀតបន្ទាប់មកខ្ញុំនឹងជួយឯងផងដែរបញ្ជាដំបូងខ្ញុំត្រូវទៅបញ្ជាក់ជាមួយវីរ៉ូថាបើអ្វីដែលយើងកាត់ជាការពិតពេលដែលខ្ញុំនិយាយថាខ្ញុំចង់ឲ្យគេជួបអ្នកចុះកិច្ចសន្យារបស់ខ្ញុំគេនឹងរត់មកទីនេះភ្លាមក្រៅពីនេះខ្ញុំនៅតែស្មោះត្រង់នឹងថេម៉ាការឃើញគេនាំមកនៅអនុស្សាវរីយ៍ចាស់ៗពិសេសដោយសារគេនិយាយដូចថេម៉ានិយាយអញ្ចឹងយ៉ាងណាមិញខ្ញុំនឹងហៅវីរ៉ូថាភ្លាមនោះក្មេងស្រីឈ្មោះអេនញ៉ាដែលមានកិច្ចសន្យាជាមួយព្រះក៏លេចឡើងនាងសួរថាពួកគេជានរណា Quick Cantel ណែនាំញ៉ាកុបគ្នាហើយនិយាយឈ្មោះរបស់តួអង្គឯក
នេះគឺជាក្មេងស្រីដដែលដែលបាននិយាយដោយមោទនភាពអំពីតួអង្គឯងរបស់យើងក្នុងកាសែតកាលពីមុននាងឧទានថាដូច្នេះវាពិតជាលោកមែនឡូជីនខ្ញុំមិនជឿទេខ្វីកាន់ថែវនិយាយថាខ្ញុំផ្លែនិយាយនាងគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់ឯងអញ្ញាសួរថាសូមចុះហត្ថលេខាឲ្យខ្ញុំផងឡូជីនហើយភាគនេះក៏បានបញ្ចប់នៅត្រឹមហ្នឹងប្រសិនបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចចុច like share និង subscribe ផងខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ